ដែលមកនៅគ្នាថ្ងៃដែលខ្ញុំនឹងមកគូលំហាត់អនុវត្តបន្តទៀតពីវីដេអូមុនខ្ញុំបានបង្ហាញបងប្អូនអរគ្នាអំពីការគូរនៅលំហាត់អនុវត្តទី4ក្នុងវីដេអូនេះដែរខ្ញុំនឹងបង្ហាញបងប្អូនអរគ្នាអំពីការគូរនៅលំហាត់អនុវត្តទី5តែម្ដងដែលយើងក៏លេខទៅមើល Dimension គឺវាបានបង្ហាញច្បាស់អំពីការគូរតែម្ដងគឺថាវាមិនអាចជាតាក់កន្លែងណាទេគ្រាន់តែវាលក្ខណៈថាឲ្យយើងគិតបន្តិចបន្តួចឬក៏បូកដកគុណចែកតាមនោះតែម្ដងអញ្ចឹងខ្ញុំដឹងថាវាមានកត់ចិត្តរង្វង់នេះគឺកត់ចិត្តវាចំនួន10មីលីម៉ែត្រហើយរង្វង់ខាងក្រៅមានកម្មវា9មីលីម៉ែត្រអញ្ចឹងយើងចាប់ផ្ដើមគូរទាំងអស់គ្នាតែម្ដងវាមានកត់ចិត្ត10មីលីម៉ែត្រកម្មវាគុណនឹង2 9គុណនឹង2តទៅមកខ្ញុំចាប់ផ្ដើមគូរឡាញ1ចេញពីនេះមក24.5 អញ្ចឹងមានន័យថាវាប្រវែងសរុបវាគឺ49អញ្ចឹងខ្ញុំចង់មីរ៉ឺអញ្ចឹងខ្ញុំគូរវាតែពាក់កណ្ដាលអញ្ចឹងខ្ញុំចាប់ផ្ដើមគូរឡាញមួយដែលវាមានមុខចំណុចមុខវាគឺមានមុំ15ដឺក្រេចំនួន2បន្ទាត់2ឡាញចាប់ផ្ដើមគូរតែម្ដង5ដឺក្រេ5ដឺក្រេលោកដល់សិនមើលតទៀតគឺមុខនេះ15ដឺក្រេខ្ញុំចាប់ផ្ដើមគូររង្វង់មួយដែលមានបង្កត់ចិត្ត49សំទោសកម្ម49អញ្ចឹងយើងអាចគូរចេញពីត្រង់ចំណុច0នេះមក49កត់ចិត្តយើងចុចគុណនឹង2តែម្ដងអញ្ចឹងវានឹងបានចំនួនដែលយើងចង់បាននេះគឺ98តបមកគឺដឹងប្រវែងកម្មមួយទៀតគឺ75នៅពេលយើងបានប៉ុណ្ណឹងចាប់ផ្ដើមត្រៀមចោលតមកយើង offset រង្វង់នេះមកចូលខាងក្នុង9យើងលុបខាងក្រៅចោលវិញចាប់ផ្ដើមលុបត្រង់កន្លែងនេះត្រង់កន្លែងនេះត្រង់កន្លែងនេះយើងលុបចោលតែម្ដងទៅយើងដោយសារយើងត្រៀមបានហើយកន្លែងនេះយើងលុបចោលដែរអញ្ចឹងយើងមើល dimension តទៀតគឺត្រង់កន្លែងនេះយើងគេប្រាប់ថា violet 4ជ្រុងនេះគឺមានកម្ម5មីលីម៉ែត្រយើងយកភូមិ violet មកវាយ5មីលីម៉ែត្រចុច OK ទៅមកយើងដឹងទៀតគឺ9ប្រវែងនេះមកពី0នេះដល់0នេះ9អញ្ចឹងយើងយកផ្ដើម offset តែម្ដងយើងចាប់ offset ពីនេះមកនេះយើងវាយដក9មីលីម៉ែត្រទៅមកយើងគូផ្ទាត់ភ្ជាប់នេះមកវាស៊ីគ្នាជាមួយនឹង15ដឺក្រេត្រង់កន្លែងនេះខ្ញុំលុបចោលទៅមកខ្ញុំគូផ្ទាត់ត្រង់មួយភ្ជាប់មកប៉ះតង់ជាមួយនឹងរង្វង់ខាងនេះនៅពេលបានប៉ុណ្ណឹងហើយខ្ញុំចាប់ផ្ដើមមើលទៅទៀតដែរដឹងថាតង់កន្លែងនេះគឺប៉ះវាដែលមានកត់ចិត្តវា18អញ្ចឹងគូសកលមានកត់ចិត្ត18មកតមកខ្ញុំយកតង់មកប៉ះវាតែម្ដងអញ្ចឹងយើងចាប់ផ្ដើមលុបត្រង់កន្លែងនេះចោលនឹងបានពាក់កណ្ដាលហើយអញ្ចឹងយើងមើលទៅដូចជាអស់ហើយអញ្ចឹងយើងចាប់ផ្ដើម mirror ទាំងអស់គ្នាតែម្ដងយើងយក tool mirror ហើយខ្ញុំចុចចំណុច mirror line ខ្ញុំចុចពាក់កណ្ដាលនេះអញ្ចឹងវានឹងបានផ្ទៃដូចជាកិច្ចការដែលយើងនៅក្នុងលំហាត់អនុវត្តតែម្ដងបាទចំពោះលំហាត់អនុវត្តទី5យើងត្រូវបានបញ្ចប់ហើយយើងវីដេអូក្រោយខ្ញុំនឹងបង្ហាញបងប្អូនទាំងអស់គ្នាអំពីការគូរនៅលំហាត់អនុវត្តទី6ទាំងអស់គ្នា